សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយទាក់ទងនឹងមេរៀន Microsoft Word តែថ្ងៃនេះមករៀងប្លែកតិចទាក់ទងនឹងការចាក់សោ password នៃ file ឯកសារ Word របស់យើងអញ្ចឹងណាអញ្ចឹងដើម្បីចាក់សោ Microsoft Word របស់យើងបានយើងគ្រាន់តែចុចពាក្យថា file មកហើយ save អានេះជា file ដែលខ្ញុំមានស្រាប់ file ដែលខ្ញុំមានស្រាប់ហើយខ្ញុំបាន save វាហើយប៉ុន្តែវាអត់មាន password ទេអញ្ចឹងដើម្បីបញ្ជាក់ម្ដងទៀតអញ្ចឹងខ្ញុំសាកបិទ Microsoft Word ខ្ញុំចោលសិនអូខេអញ្ចឹងខ្ញុំបើក Microsoft Word មកវិញចឹង Microsoft Word របស់ខ្ញុំនេះគឺ testing 1នេះអត់មាន password ទេអញ្ចឹងខ្ញុំនឹងចាក់សោ password នៅលើ Microsoft Word របស់ខ្ញុំនេះឲ្យវាមានភាព security បន្តិចកុំឲ្យថាពេលដែលយើងអត់នៅកន្លែងគេចេះតែបើកឯកសារយើងមើលអញ្ចឹងណាអញ្ចឹងអូខេខ្ញុំចូលទៅក្នុង file ហើយខ្ញុំចុចពាក្យថា save as បន្ទាប់មកខ្ញុំទៅរកទីតាំងដែលខ្ញុំទុកវាអញ្ចឹងខ្ញុំទុកវានៅក្នុង desktop អូខេបន្ទាប់មកយើងនឹងចេញផ្ទាំងមកផ្ទាំងបែបនេះអញ្ចឹងយើងចុចលើពាក្យ tool អូខេយកពាក្យ general option អូខេវានឹងលុបផ្ទាំងនេះឲ្យយើងអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើងដាក់ password កន្លែង password ទី1នេះគឺ password ដើម្បីបើក file អញ្ចឹង password បើក file ខ្ញុំដាក់1 2 3 4 5 6ចឹងខ្ញុំគាត់ឧទាហរណ៍ណាបងប្អូនអាចដាក់ password ផ្សេងទៀតបន្ទាប់មក file នេះគឺជា file ដែលពេលគេវាយ password open ហើយគេនឹង edit file យើងបានឬក៏មិនបានយើងស៊ីសងលើយើងដែលយើងឲ្យ password ហ្នឹងទៅគេឬក៏អត់អញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំដាក់ password 1 2 3 4 5 6 7 8 9អញ្ចឹងណាអញ្ចឹង password បើក file គឺយើងបើកបានតែធម្មតាទេបើសិនជាយើងចង់កែប្រែឯកសាររបស់គេរបស់អីអញ្ចឹងយើងត្រូវដឹង password ដើម្បី modify លើ file ហ្នឹងអញ្ចឹងណាអញ្ចឹងហើយមួយទៀតគឺយើងត្រូវ tick កន្លែង read only កន្លែងនេះត្រូវដាក់ដែរបន្ទាប់មកខ្ញុំចុច OK អូខេកន្លែងនេះវាឲ្យយើងបញ្ជាក់ថា password ដើម្បីបើក file ហ្នឹងរបស់យើងប្រហែលឥឡូវខ្ញុំឧទាហរណ៍ថាវាយត្រឹមតែ1 2 3ទេឃើញទេវាអត់ត្រូវទេអញ្ចឹង password ដែលខ្ញុំដាក់ដើម្បីបើក file នេះគឺ1 2 3 4 5 6អញ្ចឹងដាក់1 2 3 4 5 6អូខេឃើញទេវាចូលហើយកន្លែងនេះគឺ password មួយតង់ទៀតគឺ password ដើម្បី modify នេះគឺដើម្បីបើក file យើង edit បានអីបានអញ្ចឹងណាអញ្ចឹងនេះ password 1.9អូខេអញ្ចឹងចាំតិចវានឹង save ហើយអូខេអញ្ចឹងហើយខ្ញុំបាន save password របស់ខ្ញុំហើយអស់ហើយអញ្ចឹងខ្ញុំសាកបិទឯកសាររបស់ខ្ញុំហើយខ្ញុំបើកម្ដងទៀតអញ្ចឹងណាអញ្ចឹងខ្ញុំសាកបិទវាអូខេអញ្ចឹងខ្ញុំចូលទៅបើក file Microsoft Word ខ្ញុំវិញអូខេអញ្ចឹង file ដែលខ្ញុំបាន save មិញវានឹងបញ្ជាក់ថានៅក្នុង desktop អញ្ចឹងនៅក្នុង document នេះគឺជា file របស់ខ្ញុំដែលអត់ទាន់បាន save password ទេអញ្ចឹងនេះជា file ដែលខ្ញុំបាន save password ដាក់នៅលើ desktop អញ្ចឹងណាអញ្ចឹងខ្ញុំចុចបើកវាមកឃើញទេវានឹងសួររក password អញ្ចឹងខ្ញុំសាកដាក់អក្សរផ្សេងទៅវាថា password ហ្នឹងអត់ត្រូវទេអញ្ចឹងតោះតែយើងវាយ password ត្រូវទើបវាឲ្យយើងចូលទៅក្នុងឯកសាររបស់យើងដើម្បីបើកមើលបានអញ្ចឹងណាអញ្ចឹងខ្ញុំសុំបិទអូខេហើយខ្ញុំបើកវាមកវិញអូខេកន្លែងនេះគឺជា password ដើម្បីបើក file អញ្ចឹងខ្ញុំវាយ1ដល់6អូខេកន្លែងនេះគឺជា password ដើម្បី modify មានន័យថាដើម្បីបើក file ហ្នឹងមើលថាតើ password តើក្នុងឯកសាររបស់យើងហ្នឹងមានអីគេខ្លះអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំអត់ដឹង password ដើម្បី modify ដើម្បីបើកមើលឬកែប្រែឯកសារហ្នឹងខ្ញុំក៏អាចចុចតែពាក្យ read only មកគឺគ្រាន់តែឯកសារយើងបានតែមើលទេអត់បានកែអីកើតទេឃើញទេដល់ពេលយើង save តើយើង save នៅ file ផ្សេងមួយទៀតរបៀបថាយើង save ដាក់ឈ្មោះ file ផ្សេងយើងដាក់លេខ12ចុះអូខេឃើញទេ file នេះឈ្មោះ testing លេខ12អញ្ចឹងខ្ញុំសូមបិទនេះបិទ file នេះអូខេហើយខ្ញុំបើក Microsoft Word វិញចង់ដឹងថាវាបង្កើត file ថ្មីមែនអត់ឃើញនេះអញ្ចឹងខ្ញុំដាក់លើ desktop ដូចគ្នាហើយវាបង្កើត file មួយឈ្មោះ testing 12អូខេហើយបើ password មក1ដល់6ឃើញទេអូខេនេះជា file ដែលខ្ញុំបានបង្កើតថ្មីដែលមានឈ្មោះ testing 12អញ្ចឹងខ្ញុំសាកទៅបើក file ដែលខ្ញុំដាក់ឈ្មោះ testing 1នៅក្នុង desktop នេះឃើញទេវានឹងទាឲ្យយើងបើក file password ហ្នឹងមក1ដល់6ហើយ password ដើម្បី edit file អញ្ចឹង1ដល់9ឃើញទេអញ្ចឹង file ឯកសារដើមរបស់ខ្ញុំអត់មានបាត់អីទេបើសិនជាយើងអត់ដឹង password ដើម្បីចូលទៅកែអញ្ចឹងណាអញ្ចឹងមានពីរវិធីកន្លែង password ដើម្បីចូលកែហ្នឹងខ្ញុំឧទាហរណ៍ឲ្យមើលម្ដងទៀតអូខេអញ្ចឹងខ្ញុំបើក Microsoft Word ខ្ញុំមកវិញអូខេខ្ញុំបើក testing 1នៅក្នុង desktop របស់ខ្ញុំអញ្ចឹង file នេះគឺវាទាមទារ password ដើម្បីបើក file អូខេខ្ញុំវាយ1ដល់6ដើម្បីបើក file បន្ទាប់មកកន្លែងនេះគឺជា password ដើម្បីចូលទៅ edit ឯកសាររបស់យើងបើសិនជាយើងអត់ដឹង password ហ្នឹងទេយើងគ្រាន់តែចុច read only មកក៏យើងអាចបើកឯកសារហ្នឹងចូលទៅកែបានដែរប៉ុន្តែឯកសារដើមរបស់គេគឺអត់បាត់ទេអញ្ចឹងឯកសារដើមរបស់គេគឺឈ្មោះថា testing 1អញ្ចឹងខ្ញុំ edit មកខ្ញុំចុចមកក្រោមដាក់វាថា testing version ចេះណាអញ្ចឹងនេះជា file ដែលខ្ញុំកែហើយអញ្ចឹងខ្ញុំចុច save វាមកអញ្ចឹងវានឹងឲ្យដាក់ឈ្មោះថ្មីហើយឃើញទេអញ្ចឹងខ្ញុំដាក់ឈ្មោះថ្មី testing អូខេខ្ញុំ save វាមកអូខេអញ្ចឹងវានឹងបដូរឈ្មោះទៅ testing version 2ហើយអញ្ចឹងខ្ញុំបិទ file នេះអូខេបន្ទាប់មកខ្ញុំទៅបើក Microsoft Word មកវិញវាប្រកាសជាចេញ testing version 2ហើយនិង testing version 1ហើយអញ្ចឹង password របស់testing version 2គឺមានតែមួយទេគឺ1ដល់6ឃើញទេមានតែ1ដល់6ទេខ្ញុំសូមបិទអាហ្នឹងខ្ញុំទៅបើក testing 1ដើម្បីបើក file បានគឺ1ដល់6 password ដើម្បីចូលកែប្រែបាន1ដល់9
អូខេឃើញទេអញ្ចឹងចូលដល់ឡើយនេះខ្ញុំអាចកែប្រែបានហើយបានហើយចុច save បានទៀតមិនចាំបាច់ទៅបង្កើត file ថ្មីអញ្ចឹងណាគេចុច save ទៀតមកទៅ save អីក៏បានដែរហើយចុច save ឃើញវាអត់ទាមទារទៅឲ្យយើងទៅ save ឯកសារថ្មីមួយទៀតទេអញ្ចឹងក្នុងវីដេអូនេះខ្ញុំគ្រាន់តែបញ្ជាក់ពីរបៀបនៃការចាក់សោ Microsoft Word ទេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណ